សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបាទអេដមីនដាបានវិលត្រឡប់មកសារជាថ្មីដើម្បីកំដរអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងរាត្រីនេះបាទហើយនៅក្នុងរាត្រីនេះដែរខ្ញុំបាទក៏បាននាំយករឿងនិទានមួយដែលពាក់ព័ន្ធទៅនឹងជំនឿថាតើនៅលើលោកយើងនេះគឺមានខ្មោចដែរឬទេបាទហើយក៏មានមនុស្សប៉ុន្មានអ្នកដែលគាត់បាននាំគ្នាពាក់ព័ន្ធនឹងបញ្ហានេះដែរដែលមានមនុស្ស4នាក់គាត់អត់ជឿហើយ4នាក់ទៀតគឺគាត់ជឿតែមានខ្មោចបាទដើម្បីកុំឲ្យខាតពេលវេលាយូរសូមអញ្ជើញពុកម៉ែបងប្អូនទាំងអស់គ្នាតាមដានសន្តាប់នៅសាច់រឿងរបស់យើងដូចតទៅមានក្មេងៗ 4-5 នាក់ជាសិស្សលោកនៅវត្តមួយដែលពេញទៅដោយកន្លែងកប់ខ្មោចដែលត្រូវយកទៅកប់ទីនោះមានទាំងឈឺស្លាប់ចាស់ស្លាប់និងស្លាប់តៃហោដែលធ្វើឲ្យសិស្សលោកខ្លះខ្លាចមិនហ៊ានចេញពីវត្តនៅពេលយប់នោះទេប៉ុន្តែមានក្មេងវត្ត 3-4 នាក់ទៀតដែលមិនខ្លាចខ្មោចតែងតែប្រកែកគ្នាជាមួយក្មេងវត្តដែលខ្លាចខ្មោចថាតើខ្មោចមានមែនឬអត់អ្នកដែលខ្លាចខ្មោចនិយាយថាប្រកាសជាមានចំណែកឯក្មេងវត្តដែលមិនខ្លាចខ្មោចប្រឆាំងវិញថាខ្មោចវាគ្មានទេនៅលើលោកនេះក្មេងវត្តទាំងអស់នោះតែងតែនាំគ្នាជជែកតែពីរឿងមានខ្មោចនិងអត់មានខ្មោចជារៀងរាល់ថ្ងៃរហូតដល់ពួកគេមិនអស់ចិត្តរៀងខ្លួនក៏កើតគំនិតមួយចង់ពិសោធន៍រកការពិតក្នុងការពិសោធន៍នោះពួកគេក៏មានណូលដាក់លុយថែមទៀតផងគឺថាប្រសិនបើខាងណាចាញ់ត្រូវអស់លុយម្នាក់ 1000 រៀលពេលដែលពួកគេយល់ព្រមគ្នារៀបរយអស់ហើយយប់នេះគេរងចាំព្រះសង្ឃសូត្រមន្តចប់និងនិមន្តឡើងលើកុដិអស់ពួកក្មេងវត្ត 4 នាក់បាននាំគ្នាសម្ដៅទៅវាលកប់ខ្មោចដែលពេលនោះម៉ោងប្រហែលជាង10យប់ទៅហើយលក្ខខណ្ឌរបស់ពួកគេគឺគេឲ្យអ្នកដែលនិយាយថាខ្មោចមិនមាននៅក្នុងលោកនេះទេយកដុំថ្មក្រវែងទៅលើភ្នូខ្មោចហើយត្រូវស្រែកថាខ្មោចវើយនៅឯណាចេញមកវើយរួចហើយឲ្យឈរបែរខ្នងដាក់ភ្នូខ្មោចចំណែកឯ 3 នាក់ទៀតក៏ស្រែកឡើងព្រមគ្នាថាអេខ្មោចងាប់ខ្មោចតៃហោងចេញមកវើយអត់ក្បាលចេញមកវើយក្រោយពីស្រែករួចអ្នកទាំង3ត្រូវរត់ទៅវត្តវិញទុកឲ្យអ្នកមិនខ្លាចខ្មោចនៅម្នាក់ឯង10នាទីគេធ្វើដូចនេះ3ថ្ងៃលុះដល់ថ្ងៃទី3គឺជាថ្ងៃសិល15កើតអ្នកទាំង4ក៏មកធ្វើពិធីរបស់ពួកគេដោយសពមួយដងតែយប់នេះអ្នកដែលក្រវែងដុំថ្មគប់នៅខ្មោចត្រូវឈរនៅទីនោះឲ្យយូរបន្តិចចំណែក 3 នាក់ទៀតរត់ទៅវត្តរងចាំទទួលលទ្ធផលពេលក្មេងវត្តចិត្តហ៊ានបង្កចំនួនជាមួយខ្មោចមកដល់ភ្នូខ្មោចហើយក៏សំឡឹងរកមើលដុំថ្មរួចចាប់ប្រវែងទៅលើភ្នូខ្មោចរួចហើយពួកគេក៏បានស្រែកថាខ្មោចអើយខ្មោចតៃហោងចេញមកអើយអញចង់ឃើញឯណាពេលដែលស្រែកហើយក៏ឈរបែរខ្នងដាក់ភ្នូខ្មោចដូចពីដំបូងដែរប៉ុន្តែយប់នេះត្រូវពីស្ងាត់ខុសពីធម្មតាស្រាប់តែសុកឮសូរសំឡេងក្អែកក៏លាន់ឮឡើងកាថែមទៀតក្មេងវត្តចិត្តហ៊ានអោនក្បាលចុះសម្លឹងតាមចន្លោះជើងរបស់គេមើលទៅភ្នូខ្មោចពេលនោះគេក៏ឃើញរបស់ដែលគេមិនធ្លាប់ឃើញតាំងពីមុនមកធ្វើឲ្យចិត្តរបស់គេញាប់ញ័រជាពន់ពេកគេបានឃើញមនុស្សខ្លះអង្គុយខ្លះឈរពាសពេញភ្នូខ្មោចពេលខ្លះបក់ដៃហៅគេឲ្យជួយទៅរកនិងខ្លះទៀតកំពុងតែដើរមករកគេទាំងមុខមាត់គួរឲ្យខ្លាចទាំងមុខមាត់និងជះក្លិនស្អុយចង្អោរ
ពេលនេះក្មេងវត្តចិត្តក្លាហានដឹងភ្លាមថាអ្វីដែលវាបានឃើញពេលនេះគឺគ្មានស្អីក្រៅពីថ្មដាក់ស្រោចខ្មោចនោះទេក្មេងវត្តចិត្តក្លាហានជាយាមងើបមុខឡើងតែវាងើបមិនរួចសោះដូចជាមានអ្វីមកសង្កត់កជាប់ប្រងស្រែកហៅគេឲ្យមកជួយតែស្រែកមិនរួចភ្នែកវានៅតែសម្លឹងឃើញច្រមុះធំក្លិនស្អុយចង់ដាច់ខ្យល់ស្លាប់ហើយខ្លាចក៏ខ្លាចទៀតវងខ្មោចកាន់តែដើរមកជិតបន្តិចម្ដងឃើញទឹកឈាមនិងទឹកលឿងហូរស្រោចស្រពពាសពេញដងខ្លួនមុននឹងវាដួលសន្លប់ក្មេងចិត្តក្លាហានចាំបានជាប់នឹងភ្នែកថាឃើញជើងខ្មោចមានតែឆ្អឹងសស្គុះឈរប្រងព្រាតក្បែរខ្លួនវាព្រមទាំងសើចលាន់ត្រហឹងអើងក្អាប់ពេលដឹងស្មារតីឡើងនៅម៉ោង12វាបើកភ្នែកព្រឹមឃើញព្រះសង្ឃព្រមទាំងក្មេងវត្តជាច្រើនអ្នកឈរចំរួមមកវាដងនេះវាអស់ទាំងលុយភ្នាល់1000រៀលថែមទាំងភ័យទាល់តែសន្លប់ដេកនោមដាក់ខោទៀតផងបាទពុកម៉ែបងប្អូនទាំងអស់គ្នាសេចក្តីរឿងរបស់យើងក៏បានដល់ទីបញ្ចប់ខ្លីប៉ុណ្ណេះហើយខ្ញុំក៏សូមសួរទៅបងប្អូនតើសម្រាប់បងប្អូនគឺសម្រាប់រឿងខ្មោចនេះដែរឬទេបាទតើបងប្អូនធ្លាប់ត្រូវខ្មោចលងដែរឬទេសម្រាប់ admin គឺ admin ជឿថាមានខ្មោចប៉ុន្តែ admin មិនដែលត្រូវខ្មោចលងម្ដងទេដោយសារតែយប់ឡើង admin តែតែចេញក្រៅទេដោយសារតែខ្លាចខ្មោចចឹងហើយ admin នៅតែក្នុងផ្ទះទេទៅធ្វើឲ្យ admin មិនដែលត្រូវខ្មោចលងម្ដងទេបើសិនជាពុកម៉ែបងប្អូនណាដែលធ្លាប់ខ្មោចលងបងប្អូនអាច comment នៅក្នុងវីដេអូនេះបានឬមួយក៏បងប្អូនអាចចែករំលែកជាសាច់រឿងដែលមានការរន្ធត់ដូចជាខ្មោចលងឬមួយក៏អ្វីក៏បានដែរនៅក្នុង comment នេះបាទហើយ admin ក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់នៅរឿងនិទានខ្លីរបស់ admin បាទជាចុងក្រោយសូមពុកម៉ែបងប្អូនជួយចុច subscribe channel របស់ admin ដើម្បីឲ្យ admin មានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតបាទ admin ក៏សូមជូនពរពុកម៉ែបងប្អូនឲ្យរកស៊ីទទួលទានមានបានធ្វើដំណើរទីចិត្តទីឆ្ងាយឲ្យជួបតែសុខសុវត្ថិភាពគ្រប់ទីកន្លែងទាំងអស់សូមអរគុណសូមជម្រាបលា